បាទអញ្ចឹងសំណួរនេះក៏ជាសំណួរល្អដែរដែលម្ចាស់អាជីវកម្មនៅតែឆ្ងល់ថាតើគាត់ប្រើប្រាស់សេវាកម្មពីអ្នកជំនាញហើយពីក្រុមហ៊ុនភ្នាក់ងារសេវាកម្មពន្ធដារហើយនៅតែមានបញ្ហាអញ្ចឹងជាការអនុវត្តជាក់ស្ដែងការប្រើប្រាស់សេវាកម្មពីភ្នាក់ងារសេវាកម្មពន្ធដារដែលមានជំនាញពិតជាជួយកាត់បន្ថយហានិភ័យជាអតិបរមាប៉ុន្តែក៏ពិតជាមិនអាចធានាថាมันមានហានិភ័យ 100% នោះទេដោយសារជាការអនុវត្តជាក់ស្ដែងឃើញថាកត្តាដែលនៅតែមានបញ្ហាអាចកើតឡើងនោះយើងជួបយើងអាចលើកយកចំណុចធំៗ3បាទយកមកពិភាក្សាទី1គឺកត្តាភ្នាក់ងារបាទអញ្ចឹងអាចមកពីសមត្ថភាពនិងបទពិសោធន៍ភ្នាក់ងារនៅមានកម្រិតដែរហើយភ្នាក់ងារមួយចំនួនគាត់ផ្ដោតតែលើធ្វើយ៉ាងណាឲ្យទាន់ពេលវេលាបាទប្រកាសនឹងបងពុនឲ្យទាន់ពេលវេលាដោយអត់បានពិនិត្យមើលស៊ីជម្រៅទៅលើឯកសារគ្រប់គ្រងរបស់ក្រុមហ៊ុនថាតើវាមានហានិភ័យអីអត់ពេលមានសវនកម្មពន្ធដារនៅពេលអនាគតបាទហើយចំណុចទី2អាចមកពីកត្តាច្បាប់ដែរដោយសារច្បាប់យើងកន្លែងខ្លះនៅមានភាពមិនច្បាស់លាស់ដែលធ្វើឲ្យមានការបកស្រាយខុសគ្នារវាងភ្នាក់ងារសេវាកម្មពន្ធដារនិងសវនករពន្ធដារដោយភ្នាក់ងារសេវាកម្មពន្ធដារគាត់អាចបកស្រាយផ្អែកទៅលើឬក៏ឈរទៅលើផលប្រយោជន៍របស់អ្នកជាប់ពន្ធបាទអាចថាផ្អៀងមកខាងអ្នកជាប់ពន្ធដោយឡែកសវនកម្មពន្ធដារគាត់អាចបកស្រាយផ្អៀងទៅលើធ្វើយ៉ាងណាឲ្យការប្រមូលពន្ធបានច្រើនបាទអញ្ចឹងចំណុចទី3អាចមកពីកត្តាក្រុមហ៊ុនខ្លួនឯងដែរដែលធ្វើការផ្ដល់ព័ត៌មានឬឯកសារមកឲ្យភ្នាក់ងារមិនបានពេញលេញឬក៏មិនគ្រប់គ្រាន់ដែលអាចថាគាត់ភ្លេចឬក៏ឯកសារខុសដោយអចេតនាដែលអត់បានដឹងអញ្ចឹងជាលទ្ធផលនៅពេលដែលមានសវនកម្មពន្ធដារទើបដឹងថាឯកសារទាំងអស់នោះគឺអត់ត្រឹមត្រូវហើយនឹងប្រឈមមុខនឹងការកំណត់ពន្ធពីសវនកម្មពន្ធដារអញ្ចឹងសរុបជារួមមកការប្រើប្រាស់សេវាកម្មពីអ្នកជំនាញបាទពីភ្នាក់ងារសេវាកម្មពន្ធដារពិតជាអាចកាត់បន្ថយហានិភ័យបានជាអតិបរមាប៉ុន្តែមិនធានាថាបាន 100% នោះទេអញ្ចឹងដើម្បីឲ្យរិះកាន់តែទូចគឺតម្រូវឲ្យមានការយល់វិគ្នាបាទរវាងក្រុមហ៊ុននិងភ្នាក់ងារត្រូវការស្អីតាក់ទងគ្នាឲ្យបានស្អិតរមួតបាទដោះដូរព័ត៌មាននេះមានចម្ងល់អីគឺយើងសួរឲ្យបានច្បាស់ដើម្បីធ្វើយ៉ាងណាគឺឲ្យ accuracy ហ្នឹងគេហៅថាសុក្រឹតភាពហ្នឹងកាន់តែខ្ពស់ហើយហានិភ័យកាន់តែទាប